បន្ទាប់ពីលោកពូបានពិសាជាមួយនឹងទឹកដោះគោវ៉ាន់ណាឌីអាបេតនេះតើលោកពូអាចប្រៀបធៀបបានយ៉ាងម៉េចខ្លះទៅនឹងខ្លួនរបស់លោកពូកាលពីមុនដែរការផ្លាស់ប្ដូរដ៏ធំបំផុតគឺថាជាតិស្ករក្នុងឈាមរបស់ខ្ញុំមានស្ថិរភាពបន្តិចម្ដងនៅប្រហែល6ទៅ7មីលីម៉ូលវាលែងប្រែប្រួលមិនធម្មតាដូចមុនទៀតហើយរោគសញ្ញាក៏បានប្រសើរឡើងបន្តិចម្ដងឡើងដែរការនោមពេលយប់ក៏បានថយចុះខ្ញុំសប្បាយចិត្តនៅពេលដែលខ្ញុំមិនសូវនោមញាប់នោមម្ដងគឺខ្ញុំសប្បាយចិត្តខ្ញុំគេងលក់ស្រួលជាងមុននៅពេលយប់ហើយខ្ញុំមិនមានការភ្ញាក់ឬក៏រំខានអីទេពេលយើងគេងគឺដេកលក់ស្រួលបាទមិនរំខានដោយកាលមុនខ្ញុំនោមញឹកនោមច្រើនដងខ្ញុំមានអារម្មណ៍ស្រួលជាងមុននៅក្នុងការធ្វើលំហាត់ប្រាណស្រាលៗនៅពេលព្រឹកគឺក្រោកឡើងយើងហាត់ប្រាណរលាស់ដៃរលាស់ជើងហើយយើងឈាមយើងរត់បានស្រួលនៅក្នុងខ្លួនបាទខ្ញុំលែងមានអារម្មណ៍វិលមុខឬក៏អស់កម្លាំងភ្លាមដូចមុនទៀតហើយដៃនិងជើងរបស់ខ្ញុំក៏លែងស្ពឹកដែរបាទគឺវាគេថាវាស្រួលធម្មតាហើយខ្ញុំអាចក្តាប់បំពង់កាន់ឡើងណែនដៃគឺបំពង់រឹងដូចជាដុំបិទអីចឹងគឺខ្ញុំកាន់បានតែម្ដងខ្ញុំអាចលើកអើតែឲ្យបានខ្ញុំមានអារម្មណ៍ថាខ្ញុំមានសុខភាពល្អនិងមិនសូវថប់អារម្មណ៍ដូចមុនទេអារម្មណ៍នៃការជាសះស្បើយពីជំងឺនេះគឺខ្ញុំមានសុខភាពប្រសើរគឺខ្ញុំឲ្យតម្លៃខ្លាំងណាស់ទៅលើផលិតផលវ៉ានីឌីអាបេតនេះបាទគឺខ្ញុំសប្បាយចិត្តគឺខ្ញុំពេញចិត្តនឹងប្រើប្រាស់វាបាទអញ្ចឹងខ្ញុំសូមប្រម៉ូទទៅដល់អ្នកផ្សេងបងប្អូនយើងទៅតែប្រើដូចខ្ញុំបាទគឺខ្ញុំប្រើមានផលិតផលប្រសិទ្ធភាពល្អអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនទាំងអស់ប្រើផលិតផលនេះដែរបាទនេះឃើញទេឃើញឆ្ងាញ់ណាខ្ញុំផឹកបាទរសជាតិឆ្ងាញ់តើលោកពូត្រូវការចំណាយពេលវេលាប៉ុន្មានដែរសម្រាប់ខ្លួនរបស់លោកពូដើម្បីមានអារម្មណ៍ដឹងថាលោកពូបានធូរស្រាលច្រើនជាងមុនបន្ទាប់ពីមួយខែជាតិឈាមបន្ទាប់ពីមួយខែជាតិស្ករក្នុងឈាមរបស់ខ្ញុំក៏មានស្ថិរភាពនៅ6ដល់7មីលីម៉ូលហើយខ្ញុំអាចញ៉ាំបានច្រើនដោយសេរីមិនភ័យបារម្ភថាជាអាហារបែបណាទេគឺខ្ញុំអាចញ៉ាំដោយអត់បានតមកទេគឺញ៉ាំបានច្រើនមុខទឹកដោះគោនេះគឺមានជីវជាតិដូច្នេះខ្ញុំមានអារម្មណ៍ថាខ្ញុំមានសុខភាពល្អខ្លាំងណាស់ព្រោះវាមានជីវជាតិគ្រប់គ្រាន់នៅក្នុងទឹកដោះគោនេះអញ្ចឹងគឺខ្ញុំញ៉ាំវាជាប្រចាំហើយខ្ញុំមិនថប់ដង្ហើមទៀតទេឥឡូវនេះខ្ញុំលែងភ័យខ្លាចនៅផលវិបាកនៅជំងឺជាតិស្ករនៅក្នុងឈាមទៀតហើយ